ទេសល្អនៅអំពីពលរដ្ឋល្អប្រទេសគ្រាន់តែជាដែនដីឯងវាមិនចេះអាក្រក់មិនចេះល្អទាំងអស់ដែនដីប៉ុន្តែវាប្រើជាការតែប្រទេសល្អមកអំពីប្រទេសល្អមកអំពីពលរដ្ឋល្អពលរដ្ឋល្អមកអំពីសិលធម៌ល្អមកអំពីចរិយាធម៌ល្អមកអំពីចំណេះចេះដឹងល្អនេះពលរដ្ឋល្អបើសិនជាពលរដ្ឋល្អមានចំណេះចេះដឹងល្អមានចរិយាធម៌ល្អមានសិលធម៌ល្អអញ្ចឹងនៅក្នុងសង្គមគេហៅសង្គមល្អអញ្ចឹងចរិយាក្តីចំណេះដឹងក្តីហើយសិលក្តីមាននៅក្នុងអាណាទេមាននៅក្នុងចិត្តមនុស្សមិននៅដើមឈើទេហើយក៏មិនមែននៅព្រៃឈើមិនមែននៅភ្នំមិនមែននៅបឹងនៅសមុទ្រទេគឺនៅក្នុងចិត្តមនុស្សអញ្ចឹងបើចិត្តមនុស្សមានសិលមានសមាធិសន្សំនៅសេចក្តីស្ងប់មិនលុបលន់មិនភ្លើតភ្លើនមិនបៀតបៀនជានិតីមិនបង្កលក្ខណៈដែលទៅហើយទេអញ្ចឹងសេចក្តីស្ងប់មិនមានក្នុងនោះអញ្ចឹងមនុស្សម្នាក់ស្ងប់ចិត្តបើមនុស្សពីរនាក់ស្ងប់ដូចគ្នាយ៉ាងណាក៏ស្ងប់បាត់ដល់ស្ងប់តាមកទៅម្ល៉េះព្រោះនៅក្នុងប្រទេសមួយស្វាយទៅជាពលល្អដល់ស្វាយទៅមនុស្សណាដែលមានសិលធម៌មានវិជ្ជាចេះដឹងពិតប្រាកដមនុស្សនឹងហៅថាអ្នកកាន់ច្បាប់អ្នកកាន់ច្បាប់ដែរហ្នឹងអ្នកគោរពច្បាប់អ្នកតែងច្បាប់អ្នកអនុវត្តច្បាប់អ្នកកាន់ច្បាប់អ្នកគោរពច្បាប់ខ្លួនឯងបើយើងចង់ឲ្យបានប្រទេសសន្តិភាពយើងក៏មិនចាំនិយាយថាឲ្យនរណាកាន់ច្បាប់នោះគឺខ្លួនយើងឯងជាអ្នកគោរពច្បាប់គឺយើងគិតថាខ្លួនអញជាអ្នកត្រូវតែគោរពច្បាប់នេះឲ្យច្បាប់ពមានច្បាប់តហើយច្បាប់ដទៃច្បាប់ប្រទេសគឺបញ្ញាជាច្បាប់រដ្ឋធម្មនុញ្ញច្បាប់រដ្ឋប្រវេណីច្បាប់ព្រហ្មកិច្ចច្បាប់មួយដែរមួយច្បាប់ធម្មជាតិចៅសិលធម៌ដែលមានក្នុងចរិតរបស់បាក់មាននរណាតែងអានឹងជាណាកាលឡើងមកពលានកសាងនេះច្បាប់ខាងក្នុងនេះក៏តែជាច្បាប់ខាងក្រៅដូចជាច្បាប់រដ្ឋធម្មនុញ្ញហើយវាច្បាប់គោលដៅបានយើងសាខាមកនៅរដ្ឋប្រវេណីនៃច្បាប់ព្រហ្មកិច្ចច្បាប់ទាំងអស់នេះផ្នែកអំពីច្បាប់រដ្ឋធម្មនុញ្ញហើយច្បាប់រដ្ឋធម្មនុញ្ញនៅតាមឡើងនៅតែដែលសារមនុស្សទាំងអស់ហ្នឹងវាមានសិលមានសិលធម៌បានទៅតែជាច្បាប់ហ្នឹងមនុស្សយើងកណ្ណាអត់មានសិលធម៌ទេអត់ចេះគោរពបរណភាពរៀងតែរបស់ខ្លួនទេហើយអត់ចេះគោរពបរណភាពខែនៅដែរណាអញ្ចឹងកណ្ណាបើមិនចេះគោរពបរណភាពខែនៅបរណភាពរៀងតែរបស់ខ្លួនទេបន្ថែមច្បាប់នេះដើម្បីគេហៅថាអញ្ញាដើម្បីបង្ខំចិត្តឲ្យមនុស្សក្នុងប្រទេសនឹងគោរពច្បាប់បើសិនជាឯងមិនគោរពច្បាប់ទេគេតែកាត់ទោសជាថ្នាក់រហូតថ្នាក់មជ្ឈិមនិងថ្នាក់ព្រហ្មកិច្ចទៅកាត់ទោសទៅហ្នឹងដើម្បីបង្ខំមនុស្សឲ្យគោរពច្បាប់អញ្ចឹងដល់តែយើងមានច្បាប់តអ្នកសិលធម៌ចរិយាធម៌នៅក្នុងខ្លួនយើងមកទៅហើយនេះមេត្តាសមាធិសន្តស្សៈតច្ចៈនិងអបមត្តៈយើងមានខ5នឹងក្នុងខ្លួនយើងទៅហើយយើងក៏សន្សមាធិទៅតែមានណាមួយមិនធ្វើនៅអំពើបាបឡើយច្បាប់ទាំងអស់ដែលបានតែហ្នឹងគឺមិនមែនតែដើម្បីពីចំតែទេញាតិញោមព្រោះច្បាប់ទាំងអស់តែពីមនុស្សមិនគោរពនៅគោលនភាពទឹកដីមនុស្សមិនគោរពសិទ្ធិរបស់មនុស្ស
ហើយដល់មនុស្សមិនគោរពខ្លួនឯងបានបង្កើតទៅជាច្បាប់អីច្រើនម្លឹងដល់មនុស្សដែលតែងច្បាប់អញ្ចឹងយើងរកជាតិទឹកគេហៅពលរដ្ឋល្អដូច្នេះកាលណាបើប្រគល់ម្នាក់មានធម៌ទាំងឡាយ5មេត្តាសម្មាជីវៈសន្តតសច្ចៈនិងអបមត្តៈមានធម៌ទាំងឡាយ5នៅក្នុងខ្លួនហើយកសាងនៅខណ្ឌកាសមាធិដើម្បីស្វែងរកចំណេះដឹងមួយទៀតខណ្ឌកាសមាធិជាដៃមួយសម្រាប់ឈោងចាប់យកនៅវិជ្ជាជីវៈផ្សេងតែយើងថាបើគ្មានសមាធិរៀនអត់ចេះអញ្ចឹងក៏តែមកដំណើរចំណេះវិជ្ជាទូទៅទាំងអស់ទាំងផ្លូវលោកទាំងផ្លូវធម៌ដោយពឹងផ្អែកទៅលើសមាធិជាមូលដ្ឋានអញ្ចឹងសិលនិងវិជ្ជានឹងមានពីរសិលនិងវិជ្ជាអញ្ចឹងបើសិលមានវិជ្ជាមានសិលប្រកាសនៅសន្តិភាពនៅក្នុងរាងកាយវិជ្ជាប្រកាសនៅចំណេះដឹងដែលត្រូវស្វែងរកនៅអ្វីមួយនៅក្នុងលោកសម្រាប់ជាគ្រឿងឧបត្ថម្ភឬគ្រឿងឧបករណ៍សម្រាប់ការចិញ្ចឹមជីវិតកាលណាដែលពេញជាមនុស្សទាំងអស់មានសិលនិងវិជ្ជាហើយមនុស្សនឹងហៅថាអ្នកដែលច្បាស់អ្នកមានច្បាស់ហើយនឹងឲ្យពលរដ្ឋល្អពលរដ្ឋល្អទៅឲ្យតែពលរដ្ឋល្អទៅទេល្អនៅខាងពលរដ្ឋល្អមានសិលនិងវិជ្ជាអញ្ចឹងបាននៅក្នុងតត្រៃបត្តិនៅក្នុងគម្ពីរទីសង្កាយនៅ14ជា1ព្រះហៅព្រាមតៈរបស់ខ្លួនដែលសួរថាមានព្រាមដែលជាហៅថាព្រាមនឹងតើខប្រមាណតែព្រាមជាប្រកាសអានេះព្រះលោកសួរទៅនៅសតតពីសាំនឹងវិជាជាមុខជើងក្រោយអញ្ចឹងបានតែពុទ្ធលោកទូលវណ្ណសិលនិងវិជារបស់ព្រាមលោកទៅវាមានលក្ខណៈផ្សេងវាលក្ខណៈសង្គមហើយបើតែព្រះលោកទូលសិលនិងវិជាដែលហៅថាសមណៈឲ្យតែព្រាមដូចគ្នាលោកក៏សម្ដែងរហូតបានលោកដល់លោកកប្រាក់នៅសម្រាប់ពលរដ្ឋល្អឥឡូវនេះយើងកំពុងនាំនៅស្ថានពលរដ្ឋល្អអញ្ចឹងនឹងនិយាយលើស្ថានម្នាក់ដែលនាំយើងធ្វើសមាធិនឹងឈ្មោះថាពលរដ្ឋល្អនឹងឈ្មោះថាសង្គមល្អនឹងឈ្មោះថាមនុស្សល្អអ្នកប្រតិបត្តិមកតាមខាងតែមកថាសំខាន់ណាស់ដែលយើងយកពីពុទ្ធសាសនានិងសង្គមគឺនៅក្នុងនោះមកចឹងយើងគួរតែនាំគ្នាប្រឹងខំប្រឹងទាំងវ័យកុមារភាពខំប្រឹងទាំងវ័យចាស់ទាំងអស់បង្កើតនៅសិលដែលជាធម៌មួយតាំងពីបរមរានដល់នៅក្នុងចិត្តហើយនឹងបង្កើតនៅស្ថានភាពសមាធិនៅជាប្រកាសមានក៏លើសាលាថ្មីកាលឡើងហើយគឺសាលាអប់រំចិត្តសាលាកសាងចិត្តនៅតាមខេត្តកមានតាមស្រុកកមានតាមភូមិកមានណាតាមវត្តភូមិនៅសាលាកសាងចិត្តហើយយើងគួរតែនាំនៅស្ពាតពេលវេលាយកមកសិក្សានៅកម្មវិធីថ្មីតែកាលឡើងក្នុងថ្ងៃសុខថ្ងៃសម្រាប់ដូចថ្ងៃសិលថ្ងៃចិត្តថ្ងៃតថ្ងៃសិលយើងឃ្លាតទៅសំហើយចាំចេះមិនចាំទេចេះតែនាំមកធ្វើនាំមកតាមបាត់ទៅគ្រូបង្រៀនតតែមានសិស្សបើមានសិស្សមានគ្រូសួរថានឹងចង់រៀនតើទៅរៀននៅណាមកចាំទៅ